ខ្ញុំមកពីធ្វើការពីកំពង់ស្ពឺវិញហើយបងប្អូនឥឡូវនេះមនុស្សដល់មានជ័យមកដល់ផ្ទះត្រូវវាស្ដីអោយគេថាយើងទៅធ្វើការរឹបឆ្នាំហើយមិនឃើញមានសល់សំបីតែសម្បកផ្ទះមួយក៏គ្មាននៅសំបីតែផ្ទះមួយក៏អត់មាននៅដែរខ្ញុំហើយខ្ញុំរងថ្ងៃនេះខ្ញុំនៅជាមួយម្ដាយហើយម្ដាយអត់មានអីទេមានតែកូនខ្ទមមួយឥឡូវនេះដំបូលយកមេត្រឹបដំបូលនឹងធ្វើម៉េចទេបើធ្វើការយូរណាស់មិនសល់តាមពិតទៅខ្ញុំបែកបាក់ពីគ្រួសារមក8ឆ្នាំហើយតាំងពីមុនកូវីដហើយក៏មានន័យថាដែលខ្ញុំបែកបាក់មកនោះមិនមែនថាទ្រព្យសម្បត្តិនៅគេទេឬក៏ចែកទ្រព្យសម្បត្តិគ្នាទេអត់ទេដោយសារតែខ្ញុំមានជំងឺមួយដែលផ្លែកហើយទៅមើលឲ្យពេទ្យមើលទៅមើលអស់ណាអស់ណៃទៅក៏វាអត់ឃើញមានរោគគាអីទេដល់ពេលទៅមើលគ្រូខ្មែរថាខុសគ្រូមេបាខុសគ្រូឪពុកដល់តែរៀបចំគ្រូឪពុកបានអាចរកស៊ីមានបានខ្ញុំក៏មិនទាន់មានលុយរៀបចំទេនេះរៀបចំអស់ប្រហែលជា$1,500ជាងតែបានរៀបចំទេដោយសារតែអត់លុយរកលុយមិនសល់មានន័យថាដែលពីយើងមកចាក់ចេញពីបែកបាក់ពីគ្រួសារមកខ្ញុំដែលមិនមានលុយមានកាក់ទៅខ្ញុំសុំគេលេងសុំគេមកប៊ូឥឡូវខ្ញុំប៊ូបានមួយភាសាជាងខ្ញុំក៏សឹករកស៊ីក៏មិនមានសល់រកស៊ីរកមិនក៏មិនសល់ដែរអូនិយាយទៅដូចចង់អូដើមកពេលខ្លះខ្ញុំគិតខ្លីចង់គិតខ្លីម្ដងដែរប៉ុន្តែខ្លួនមានទាំងមូលហើយគិតខ្លីដូចវាមិនសមចេះតែរស់នៅទៅដល់រស់នៅទៅដីមានកន្លែងរកស៊ីហើយមាន2កន្លែងនៅខាងកើតភូមិមួយកន្លែងនៅខាងលិចភូមិមួយកន្លែងខាងលិចភូមិជាប់ថ្នល់កស៊ូទៅអាចលក់ដូរបានហើយខាងកើតភូមិជាប់អូទៅយើងអាចចិញ្ចឹមត្រីចិញ្ចឹមមិនចិញ្ចឹមទាបានប៉ុន្តែវារកដើមទុនបានរកមិនក៏មិនបានដែរត្រូវប្រើដើមទុនដល់តែ$20,000បានអាចធ្វើបានប៉ុន្តែបើយើងធ្វើបន្តិចបន្តួចអី4-5,000ក៏បានដែរប៉ុន្តែអ្វីដែលសំខាន់វាអត់រកអត់សល់បាទរកអត់សល់មែនហើយយើងឥឡូវនេះក៏មកកាត់ទំពាំងទឹកថ្លាអូថ្លានៅណាខ្លះដែលធ្លាប់កាត់ទំពាំងដើរជីកទំពាំងច្រឹតទំពាំងអីណាខ្ញុំតាពីទូចក្រូចឆ្មាមកខ្ញុំដើរជីកទំពាំងកាត់ទំពាំងរហូតឥឡូវនេះចូលកន្លងដើមវិញហើយបងប្អូនហើយរកស៊ីមិនសល់លុយមិនសល់កាក់តាមដំណើរហើយនឹងធ្វើម៉េចបញ្ជាក់បែកបាក់គ្រួសារមក7-8ឆ្នាំនេះគ្មានទ្រព្យសម្បត្តិអីសល់ទេហើយខ្ញុំក៏អត់បានយកមកទ្រព្យសម្បត្តិឲ្យខាងប្រពន្ធខាងកូនមានកូនស្រី2ក៏មិនមានទ្រព្យសម្បត្តិអីទុកឲ្យគឺអត់រឿងខ្លួនបានគ្នារយៈពេល12ឆ្នាំអញ្ចឹងហើយគឺដោយវាអស់ពីខ្លួននៅលេងហើយក៏ចែកផ្លូវគ្នាដើរទៅគេក៏ទៅតាមគេទៅគេបានគ្រួសារក្រោយទៀតក៏នៅជាមួយគ្រួសារគេតែចំណែកខ្ញុំក៏ដល់ពេលប៉ឡវារកអីមិនសល់មិនមែនថាខ្ញុំមិនយកប្រពន្ធទេដោយសារតែខ្ញុំមិនហ៊ានយកដោយសារតែយើងវាមិនមានអីជាប់ខ្លួនទេមានអីចិញ្ចឹមគេតែសំបីតែផ្ទះក៏មិនមាននៅមានតែដីសម្រាប់រកស៊ីតែអត់លុយរកស៊ីតែស្មើនឹងសូន្យជីវិតនឹងគឺសូន្យទៅទេសត្វឥឡូវនេះមកមើលខ្ញុំនេះហើយបងប្អូនខ្ញុំមកបកទំពាំងម្ដងនឹងកាច់ទំពាំងច្រត់ទំពាំងមិនមែនស្រួលទេបងប្អូនហើយឥឡូវចូលមករឿងយើងវិញកាច់ទំពាំងច្រត់ទំពាំងមិនមែនស្រួលទេញ៉ាំពីមុតដាច់ដៃដាច់ជើងអស់ហើយសតតែបន្លាកសៃនេះចាប់ដើមមកបកហើយទំពាំងយើងក៏បានច្រើនក្រិនដែរបងប្អូនប្រហែលជាមួយឆ្នាំងអត់បានច្រើនទេខ្ញុំបានច្រត់បានកាច់យកច្រើនទេកាច់យកតែមកហូបនេះបានប៉ុណ្ណេះបងប្អូនហើយនឹងហើយដាច់ដៃទៀតនឹងដៃនឹងលឹងខ្មៅពេញណាខ្មៅរទុះនិយាយច្រើនតែខុសនេះដាច់កន្លែងនេះដាច់ឈាមលះ